អ្នកម៉ាក់សួរថាពេលដែលអ្នកម៉ាក់ដកទូរស័ព្ទពីកូនកំពុងតែមើលតើក្នុងករណីអីគេខ្លះកូន ក្នុងករណីធ្វើការ ចា ធ្វើការរវល់ជាពិសេសម៉ាក់យើងខំធ្វើឲ្យម៉ាក់ខ្ញុំខំធ្វើទាំងថ្ងៃទាំងយប់តែបានខ្ញុំស្រីឲ្យរហូតម៉ាក់យើងរវល់ការងារអ្នកខ្លះម៉ាក់យើងធ្វើដល់ពេលយប់តែអ្នកខ្លះអត់ដឹងចិនម្ដាយយំផងស្រ័យរហូតបកតបានទូរស័ព្ទទី2បានន័យថាដល់ពេលដែលយើងត្រូវញ៉ាំបាយអញ្ចឹងម៉ាក់យើងមិនដកខ្លះដកទៅយំរហូតហើយដកបាយរហូតដល់ទម្លាប់ជាកូនក្មេងណាតាំងពីនោះមកកាន់ទូរស័ព្ទរហូតអញ្ចឹងមានតែប៉ុណ្្នឹងឯងហើយបងប្អូនកុំភ្លេចណាហើយនេះគឺខ្ញុំបាយសាទូរពងហើយទាំងទឹកស្រែកម៉ែកុំប្រាប់ផលិតផលខ្មែរអញ្ចឹងមានតែប៉ុណ្្នឹងឯងជម្រាបលា